គ្នាបាទវីដេអូនេះគឺបង្ហាញពីការបញ្ចូលពាក្យក៏ដូចជារោគបទានុក្រមបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺបទានុក្រមឬក៏បញ្ចូលពាក្យគឺផ្ដើមដោយតួអក្សរបអញ្ចឹងនៅក្នុងនេះគឺបទានុក្រមនេះគឺបង្ហាញតែត្រឹមតួអក្សរបបាទអញ្ចឹងតួអក្សរបវាមានដូចជាបាក់សាបាក់សីបាទពាក្យខាងដើមនេះគឺយើងអានថាបាក់សាបាក់សីបាក់សាបាក់សីអញ្ចឹងពាក្យខាងដើមយើងអានថាបាក់សាបាក់សីរីឯពាក្យដែលនៅក្នុងវងក្រចកនេះគឺជាសូរអានរបស់ពាក្យខាងដើមអញ្ចឹងយើងអានថាបាក់សាបាក់សីដដែលហើយពាក្យដែលអក្សរកាត់ដែលនៅបន្ទាប់ពីអក្សរនៅក្នុងវងកញ្ចក់នេះគឺអក្សរកាត់នេះគេហៅថាថ្នាក់ពាក្យរបស់ពាក្យខាងដើមហ្នឹងគឺថ្នាក់ពាក្យណូហ្នឹងគឺនាមរីឯអក្សរដែលនៅបន្ទាប់ពីថ្នាក់ពាក្យហ្នឹងគឺគេហៅថានៃសេចក្តីបញ្យលន័យរបស់ពាក្យខាងដើមបាទអញ្ចឹងថ្នាក់ពាក្យវិជ្ជនាមមានន័យថាសត្វស្លាបឈ្មោលសត្វស្លាបញីបាទអញ្ចឹងបាក់សាបាក់សីសំដៅទៅលើសត្វស្លាបឈ្មោលនិងសត្វស្លាបញីបន្ទាប់មកទៀតបច្ចុប្បន្នអញ្ចឹងពាក្យខាងដើមវាយើងអានថាបច្ចុប្បន្នថ្នាក់ពាក្យវិជ្ជនាមមានន័យថាពេលឥឡូវចំពោះមុខបាទពេលឥឡូវចំពោះមុខបន្ទាប់មកទៀតពាក្យខាងដើមនេះយើងអានថាបត់ហើយសូរអាននេះក៏បត់ដែរបត់ថ្នាក់ពាក្យវិជ្ជានាមបត់នេះសំដៅមានន័យថាផ្លូវដំណើរទំនងលំនាំនៃសំឡេងដែលសូត្រចម្រៀងបាទដែលសូត្រច្រៀងអធ្យាស្រ័យដែលសូត្រច្រៀងឧទាហរណ៍បទចម្រៀងបាទអញ្ចឹងបទហ្នឹងគឺសំដៅទៅលើបទចម្រៀងឬក៏សូត្របាទដែលសូត្រចម្រៀងអីហ្នឹងបាទបន្ទាប់មកទៀតបទពិសោធន៍បាទបទពិសោធន៍ថ្នាក់ពាក្យវិជ្ជនាមមានន័យថាដំណើរដែលបានធ្វើរួចហើយអញ្ចឹងពិសោធន៍ដែលអត់មានណូនៅខាងអត់មានណូទុនឃាតខាងចុងនេះសំដៅទៅលើនាមបើមានណូនៅខាងចុងគឺជាកិរិយាវិញអញ្ចឹងបើដែលបានធ្វើរួចហើយកិច្ចការដែលធ្លាប់បានធ្វើបាទបន្ទាប់មកទៀតផ្ដើមដោយអក្សរបនឹងដដែលគឺបច្ចេកទេសបច្ចេកទេសបាទណាបច្ចេកទេសថ្នាក់ពាក្យវិជ្ជនាមមានន័យថាចំណេះជំនាញផ្សេងបច្ចេកទេសខាងអគ្គិសនីបច្ចេកទេសខាងកសិកម្មបាទអញ្ចឹងគេឧទាហរណ៍អញ្ចឹងបាទតបន្ទាប់មកទៀតបដិសេធបាទអញ្ចឹងពាក្យខាងដើមនេះយើងអានថាបដិសេធថ្នាក់ពាក្យវិជ្ជនាមមានន័យថាការខាត់ការហាមបដិសេធមានថាការខាត់ការហាមដំណើរលើកចោលលែងយកជាការមានន័យថាលែងយកជាការបាទបន្ទាប់មកទៀតបណ្ណាល័យបាទអញ្ចឹងពាក្យខាងដើមនេះយើងអានថាបណ្ណាល័យថ្នាក់ពាក្យវិជ្ជនាមមានន័យថាផ្ទះកន្លែងសម្រាប់តម្កល់សៀវភៅគម្ពីរក្បួនច្បាប់ផ្សេងបាទបន្ទាប់មកទៀតបរិមាណអញ្ចឹងពាក្យខាងដើមនេះយើងអានថាបរិមាណថ្នាក់ពាក្យវិជ្ជនាម
មានន័យថាចំនួនបន្តមកទៀតបរិសុទ្ធបរិសុទ្ធថ្នាក់ពាក្យវាជាគុនេះគឺគុណនាមថ្នាក់ពាក្យវាជាគុណនាមមានន័យថាស្មោះសរឥតសៅហ្មងបាទអញ្ចឹងបន្តមកទៀតបាទបន្ទាប់ពីបរិសុទ្ធហើយគឺមានដូចជាពាក្យបារម្ភបាទអញ្ចឹងពាក្យខាងដើមនេះយើងអានថាបារម្ភបារម្ភថ្នាក់ពាក្យវិជ្ជនាមមានន័យថាដំណើរនឹកថប់បាទណាដំណើរនឹកថប់ឬនឹកព្រួយជាមុនបន្តមកទៀតបុរាណបាទពាក្យនេះយើងអានថាបុរាណថ្នាក់ពាក្យវាជាគុណនាមដែលកើតមានមុនដែលមានយូរហើយបន្តមកទៀតពាក្យនេះយើងអានថាបំណាំបំណាំបំណាំថ្នាក់ពាក្យវិជ្ជានាមមានន័យថាដំណើរបណ្ដែតបណ្ដោយមិនស្ដីថាមិនរំលឹកដាស់តឿនឬមិនជួយខ្នះខ្នែងមិនជួយធ្វើចាំតែមើលពុតមើលមាយាទឧទាហរណ៍មើលបំណាំគ្នាបាទចឹងមើលបំណាំគ្នាបន្ទាប់មកទៀតបញ្ហាបាទចឹងពាក្យខាងដើមនេះយើងអានថាបញ្ហាថ្នាក់ពាក្យវិជ្ជនាមមានន័យថាប្រស្នាចំណោទប្រស្នាឬចំណោទបន្ទាប់មកទៀតបាទបន្ទាប់មកទៀតគឺពាក្យខាងដើមនេះយើងអានថាប្រជាប្រិយប្រជាប្រិយថ្នាក់ពាក្យវិជ្ជាគុណនាមដែលជាទីពេញនិយមរបស់ប្រជាជនដែលជាទីស្រឡាញ់របស់ប្រជាជនហ្នឹងគេហៅថាប្រជាប្រិយបន្ទាប់មកទៀតប្រជាពលរដ្ឋប្រជាពលរដ្ឋប្រជាពលរដ្ឋថ្នាក់ពាក្យវិជ្ជនាមពលរដ្ឋគឺប្រជាជនឬប្រជាជនដែលជាពលរដ្ឋបន្ទាប់មកទៀតប្រព្រឹត្តបាទចឹងពាក្យខាងដើមនេះយើងអានថាប្រព្រឹត្តថ្នាក់ពាក្យវាជាកិរិយាមានន័យថាធ្វើតាមប្រព្រឹត្តធ្វើតាមបន្ទាប់មកទៀតបាទធ្វើតាមឬក៏អីអានេះគឺប្រសពបាទណាពាក្យមួយនេះពាក្យខាងដើមនេះគឺយើងអានថាប្រសពថ្នាក់ពាក្យវាជាគុណនាមមានន័យថាប៉ិនថ្នាក់បាទណាបាទប៉ិនថ្នាក់ឬក៏យើងហៅថាប៉ិនប្រសពហ្នឹងបាទបន្ទាប់មកទៀតប្រសាសថ្នាក់ពាក្យវិជ្ជានាមមានន័យថាសម្ដីបណ្ដាំពាក្យបង្គាប់ពាក្យផ្ដាំផ្ញើអាហ្នឹងគេហៅថាប្រសាសបាទបន្ទាប់មកទៀតគឺពាក្យថាប្រហាថ្នាក់ពាក្យវិជ្ជានាមនិងកិរិយាមានថាថ្នាក់ជាពាក្យជានាមផងជាកិរិយាផងបើជាកិរិយាយើងមានន័យថាវាយកាប់ចាក់សម្លាប់អាហ្នឹងគឺកិរិយាឧទាហរណ៍ដូចជាប្រហារជីវិតប្រហារដោយដំបងបាទបន្ទាប់មកទៀតពាក្យនេះប្រាជ្ញាយើងអានថាប្រាជ្ញាថ្នាក់ពាក្យវិជ្ជនាមមានន័យថាបញ្ញាសេចក្តីដឹងទូទៅសេចក្តីដឹងកើតអំពីការរៀនការដឹងច្បាស់នៅសេចក្តីពិតបន្ទាប់មកទៀតបារាយទឹកថ្លាបាទអញ្ចឹងពាក្យនេះយើងអានថាបារាយទឹកថ្លាថ្នាក់ពាក្យវិជ្ជនាមមានន័យថាឈ្មោះ
បឹងធំមួយវាលបាទវាលធ្លេវបាទបឹងធំមួយវាលធ្លេវស្រឡះស្អាតថេងឥតមានស្មៅឬចកច្រឹបបាទណាអត់មានស្មៅឬចកច្រឹបអ្វីឡើយមានទឹកថ្លាឆ្វេងជានិច្ចបាទអញ្ចឹងមានទឹកថ្លាឆ្វេងជានិច្ចបាទអញ្ចឹងពាក្យសូដូចនិងពាក្យសូដូចអធិស្ឋានបទានុក្រមផ្ដើមដោយអក្សរបនេះក៏ដល់ទីបញ្ចប់ហើយអរគុណសម្រាប់ការទស្សនាវីដេអូមេរៀននេះតាំងពីដើមរហូតដល់ចប់បាទសូមអរគុណបាទ